ចិញ្ចឹមកូនទៅគាត់ថាវាល្អវាអត់មានចំណាយទៅលើវាទេស្មៅយើងមានស្រាប់ច្បើងយើងមានស្រាប់នាងខ្ញុំឈ្មោះកាយវើតនាងខ្ញុំរស់នៅក្នុងភូមិពូចាឃុំស្រែព្រះស្រុកកែវសីមាខេត្តឥណ្ឌូគិរីនៅក្នុងភូមិពូចានឹងតាំងពីតូចមកម្ល៉េះនាងខ្ញុំជាជនជាតិព្នងចាប់ផ្ដើមមានគ្រួសារនៅឆ្នាំ2015ឥឡូវខ្ញុំមានកូន2នាក់ស្រីម្នាក់ហើយប្រុសម្នាក់នាងខ្ញុំចង់ឃើញកូនមានសុខភាពល្អហើយរៀនពូកែហើយនឹងជិះវៀងឲ្យផុតពីគ្រឿងស្រវឹងនិងគ្រឿងញៀនហើយចង់ឲ្យវារៀនបានខ្ពស់ហើយមានជំនាញច្បាស់លាស់ចេះធ្វើការងារគ្រប់គ្រាន់ហើយមកអភិវឌ្ឍភូមិឃុំពេលតនេខ្ញុំនៅផ្ទះលេងមួយកូនហើយតាមដានការសិក្សាកូនពេលកូនមកពីសាលានាងខ្ញុំសប្បាយចិត្តនៅពេលនាងខ្ញុំបានជួបជុំគ្រួសារហូបបាយជុំគ្រួសាររាល់ថ្ងៃខ្ញុំធ្វើស្រែហើយនឹងចំការមានចំការដំឡូងមីនិងស្វាយចន្ទីហើយនឹងមានចិញ្ចឹមមាន់ខ្ញុំក៏មានលក់ចាប់ហួយតិចតួចតាំងពីខ្ញុំចូលជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិខាងគម្រោង Red Bull គាត់មានផ្ដល់ជាពូជគោឲ្យចិញ្ចឹមដើម្បីលើកកម្ពស់ជីវភាពការចិញ្ចឹមគោគម្រោងនេះគឺគេមានលក្ខខណ្ឌឲ្យយើងត្រូវការពារព្រៃឈើនិងធនធានធម្មជាតិហើយមិនកាប់ទន្ទ្រានដីព្រៃខុសច្បាប់ទេគឺមានតែឲ្យយើងនឹងចូលរួមការពារដូចជាការចោះល្បាតការទប់ស្កាត់បទល្មើសមុនពេលនាងខ្ញុំទទួលបានកូនគោពីគម្រោង Red Bull នេះគឺនាងខ្ញុំមានការចូលរួមការពារព្រៃឈើនិងការចោះល្បាតព្រៃឈើកាលណាបើនៅព្រៃឈើគឺវាល្អតែយើងទៅខ្វៀលគោឬមួយក៏ទៅឆ្កាយើងហត់កន្លែងណាអីយើងអាចសម្រាកទៅវាមានដើមឈើទៅជាតែបើសិនជាអស់ព្រៃឈើគឺក្តៅហើយប្រែប្រួលអាកាសធាតុទៀត